សកម្មភាពពីព្រឹកព្រលឹមពេលក្រោកពីដំណេកមើលទឹកស្ដាប់សំឡេងទឹកហូរពិតជាធ្វើអារម្មណ៍ស្រស់ស្រាយខ្លាំងមែនទែនពេលបានដេកក្បែរមាត់ទឹកចាស់ធ្វើអារម្មណ៍យើងស្ងប់គឺដូចស្ដាប់សំឡេងទឹកហូរយ៉ាងរណ្ដំពីរោះមែនទែនការធ្វើដំណើរទៅភ្នំកលែនរបស់យើងគឺជួបស័ក្តិใจមែនទែនមេឃភ្លៀងផងឯផងប៉ុន្តែមិនថ្មីទេសំខាន់ទេសភាពស្អាតគឺឡើងមកស្អាតគឺបាត់ហត់តែម្ដងគឺទេសភាពញាក់ស្អាតញាក់សាហាវដូចបងប្អូនបានឃើញអញ្ចឹងគឺទស្សនភាពពេលធ្វើដំណើរតាមផ្លូវស្អាតទៀតបាទមើលទៅគឺស្រួលជាមែនតើមានអារម្មណ៍ថាព្រៃនៅជុំវិញខ្លួនធ្វើអារម្មណ៍យើងសប្បាយរីករាយឥឡូវយើងមកដល់ចំការហើយបាទឡើយចំការអូកានិកវ៉ាវទៅនេះគឺល្អបាទគឺខ្ញុំឲ្យ10/10ចុះបាទគឺល្អមែនតើខាងសេវាកម្មនេះគឺល្អមែនតើនេះគឺជាទឹកហូរយើងដេកទឹកដេកចិត្តទឹកហូរគឺដេកលក់ស្រួលតិចហើយទឹកនេះមួយពេលយប់គឺត្រជាក់ខ្លាំងមែនតើបាទហើយគឺយើងដេកអត់មានបញ្ហាទេបាទគឺធម្មតាដេកលក់ស្រួលធម្មតាគឺយើងមកលេងនៅភ្នំកលែននេះគឺ fresh មែនតើគឺយើងដេកស្ដាប់តែហូរចឹងហើយយើងជិះដើរលេងតាមព្រៃតាមអីគឺសប្បាយខ្លាំងមែនតើបាទឥឡូវយើងមើលស្លេកទឹកហូរទៅបាទសូមអរគុណបាទ